តើសីតុណ្ហភាពប៉ុន្មានអាចធ្វើឲ្យមនុស្សស្លាប់បានចម្លើយដែលត្រឹមត្រូវគឺចម្លើយក42អង្សាសេតើមនុស្សមានក្រលៀនប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយខ2តើអ្នកមិនអាចរកទិញកូកាបាននៅប្រទេសណាចម្លើយដែលត្រឹមត្រូវគឺចម្លើយខគុយបាតើមានប្រទេសចំនួនប៉ុន្មានក្នុងពិភពលោកចម្លើយដែលត្រឹមត្រូវគឺចម្លើយក195ប្រទេសតើអ្នកណាជាស្ថាបនិកក្រុមហ៊ុន Microsoft ចម្លើយដែលត្រឹមត្រូវគឺចម្លើយខ Bill Gates តើប្រទេសណាដែលបរិភោគត្រីបាឡែនចម្លើយដែលត្រឹមត្រូវគឺចម្លើយខជប៉ុនតើវាលខ្សាច់ដែលធំបំផុតក្នុងពិភពលោកមានឈ្មោះអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខសាហារ៉ាតើផ្នែកណាមួយនៃរាងកាយមនុស្សដែលជាសះស្បើយលឿនចម្លើយដែលត្រឹមត្រូវគឺចម្លើយខអណ្ដាតតើផ្នែកណាមួយនៃរាងកាយមនុស្សដែលកខ្វក់ជាងគេចម្លើយដែលត្រឹមត្រូវគឺចម្លើយខក្រចកតើពាក្យផ្ទុយនឹងពាក្យដំឡោភគឺជាពាក្យអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយខក្រេះតើពាក្យផ្ទុយនឹងពាក្យសាមគ្គីភាពគឺជាពាក្យអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកសាមគ្គីភេទ